សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់អាហារដ្ឋានសួនសុវណ្ណកោះច្រែងហើយនេះខ្ញុំនាំមកមើលជាន់ទី2នៃអាហារដ្ឋានរបស់យើងខ្ញុំហ្នឹងហើយវាជាប្រភេទ Sky Bar ដែលយើងអាចអង្គុយឈៀលញ៉ាំកាហ្វេលេងឬក៏អង្គុយលំហែអានសៀវភៅលេងឬក៏នាំអ្នកជាទីស្រឡាញ់មកអង្គុយមើលទេសភាពស្រស់ស្រាយណាបងប្អូនមើលជុំវិញview 360 degree តែម្ដងនេះបងប្អូនឆ្នេរខ្សាច់កោះច្រែងហើយបើយើងចង់ selfie បាន360 degree មកបងប្អូនហើយបើយើងឡើងទៅលើនេះកាន់តែច្បាស់ទៀតមើលឃើញទេសភាពជុំវិញហ្នឹងណាបងប្អូនមើលកន្លែងស្ពាននេះកន្លែងនេះស្អាតណាស់បងប្អូនហើយមកចន់ក្រោមវិញពេលព្រឹកឡើងអញ្ចឹងយើងគួយញ៉ាំកាទៀវញ៉ាំហ្វឺហើយយើងមើលទេសភាពទន្លេអូយ romantic ស្លាប់បងប្អូនហើយបើបងប្អូនណាចូលចិត្តញ៉ាំកាហ្វេវិញអូយបាទអញ្ចឹងត្រូវសម្រាប់អ្នកញ៉ាំកាហ្វេហ្មងតែឥឡូវយើងមកមើលពេលយប់ម្ដងនេះពេលយប់ឡើងពេលបងប្អូនបើសិនជាអាចមកពីក្បាលល្ងាចអីអាចមើលឃើញទេសភាពថ្ងៃលិចដល់ហ្នឹងអូយស្អាតមែនទែនបងប្អូនហើយខ្យល់អាកាសវិញគឺថ្មនោះអីត្រជាក់ស្រួលហើយមានខ្យល់ទៀតហើយបងប្អូនចង់ញ៉ាំអីឆ្ងាញ់ជាឈៀលយើងមានលក់ជាប្រភេទភេសជ្ជៈម៉ូកូដែលអត់មានជាតិអាល់កុលហើយសម្រាប់អ្នកចង់ញ៉ាំស្រាក៏អាចញ៉ាំបានដែរឈៀលជាមួយនឹងទេសភាពត្រជាក់ហើយបងប្អូនញ៉ាំជាមួយនឹងសាច់អាំងណាយើងមានគោឡើងភ្នំអូយត្រូវគ្នាណាបងប្អូនអើយញ៉ាំសាច់អាំងហើយអូយក្រេបរសជាតិភេសជ្ជៈជាក់ទៀតត្រូវគ្នាតែម្ដងហើយក្រៅពីនោះយើងមានម្ហូបប្រចាំហាងដូចជា phở ត្រជាក់អញ្ចឹងក៏ញ៉ាំ phở ត្រូវដែរបងប្អូន phở កាទៀវហើយយើងមានជាប្រភេទម្ហូបបញ្ចាងបងប្អូនមូលខ្ចប់ដូចណែអញ្ចឹងអានោះម្ហូបវៀតណាមបងប្អូនហើយនេះគល់ភ្នំហើយនេះបញ្ចាងហើយយើងញ៉ាំបដាមើលទេសភាពបដាអូយបងប្អូនហើយ phở តម្លៃ10000មានតាមជម្រើសសាច់កាទៀវអាចារ្យ8000បាយបឋមអាចារ្យ6000ហើយកាទៀវសាច់ជ្រូកគ្រឿងក្នុងអីណាតែ8000ទេ phở សាច់ស្រួយ12000ហើយយើងមានមីហឹរដែរបងប្អូនកាទៀវទៅក៏មានដែរបងប្អូនធានារសជាតិគឺជាប់ចាត់តែម្ដងតើបងប្អូនកុំភ្លេច mention មិត្តភ័ក្តិហើយនឹង share វីដេអូនេះទៅកាន់អ្នកដែលនៅជិតខេត្តកញ្ចេះបានឃើញផងណាជួបគ្នានៅសួនសម្បត្តិកោះច្រែង